សិក្សាអំពីរូបមន្ត round down round down គឺជារូបមន្តកំណត់លេខទស្សភាគកាត់ចោលបាទឧទាហរណ៍យើងវា 1.4 អញ្ចឹងលទ្ធផលចេញ1ឧទាហរណ៍យើងវាយ 1.6 ក៏លទ្ធផលនៅចេញ1ដដែលឧទាហរណ៍យើងវាយ 1.9 អញ្ចឹងលទ្ធផលក៏នៅ1ដែរមានលេខទស្សភាគក្រោយនេះកាត់ចោលទាំងអស់បាទ syntax round down បើកកញ្ចក់ number comma មក number digit បាទអញ្ចឹង number digit គឺជាចំនួនខ្ទង់នៃលេខទស្សភាគតោះចេញយើងមើលការអនុវត្តគឺយើងបង្កើតបាទ sheet មួយទៀតឈ្មោះថា round down បន្តមកទៀតយើងវាយទិន្នន័យប៉ុណ្ណឹងចូលមកតោះអញ្ចឹងយើងរកលទ្ធផលទី1ស្មើ ROU អញ្ចឹងតួនឹងមកឃើញនេះពាក្យ round down នេះឃើញដល់2ដងរួច select លើ number នេះ comma មក number digit គឺយើងយក0មានន័យថាអត់មានលេខទស្សភាគនៅខាងក្រោយទេចំនួនខ្ទង់វា0បាទអញ្ចឹងយើងមើលលទ្ធផលវាបាទ 1.42 ក៏នៅតែ1យើងអូសមកបាទអញ្ចឹង 2.58 ក៏នៅ2 3.66 ក៏នៅតែ3មានន័យថាលេខទស្សភាគនឹងប្រមាណគឺកាត់ចោលទាំងអស់យកតែចំនួនបាទកត់ខាងមុខមកតែម្ដងតោះអញ្ចឹងយើងមើលតទៀតនៅក្នុងរូបមន្ត number digit នេះស្មើនឹង1ចឹងទី1ស្មើបាទ ROUN បាទចឹងពេលវាបន្សល់ប៉ុណ្ណឹងមកចេញពាក្យ round down នេះคลิกលើ2ដងហើយ number ស្លេចលើ number នេះ comma មកអញ្ចឹងលេខទស្សភាគក្រោយយើងយកបាទមួយខ្ទង់អញ្ចឹងយើងវាលេខ1ចូល enter អញ្ចឹងឃើញទេបាទអញ្ចឹង 1.42 68អញ្ចឹងមានន័យថាវាកាត់ចោលទាំងអស់ហើយទុកលេខទស្សភាគតែមួយខ្ទង់ចោលគឺលេខ4បាទអញ្ចឹងយើងអូសមកទាំងអស់មកបាទអញ្ចឹងនេះក៏ដូចគ្នាដែរគឺលេខទស្សភាគយកទៅលេខ5មួយទេនេះលេខទស្សភាគយកទៅលេខ6 1បាទ9.111អញ្ចឹងយើងយកទៅ 9.1 ទេបាទអញ្ចឹងយើងស្លេចលើបាទរូបមន្តខាងលើនេះមកយើងមកស្ដាំ copy រួចយើង escape សិនរួចយើងវា apostrophe 1មកស្ដាំ pass ហើយយើងអាចដាក់វាពណ៌ក្រហមដូចគ្នាដែរត្រង់ខ្សែនេះគឺយើងស្លេចលើហ្នឹងបាទមកស្ដាំ copy យើងចុច escape សិនរួចយើងវា apostrophe រួចយើងមកស្ដាំចុចលើ paste បាទយើងអាចស្លេចលើនឹងដាក់ពណ៌ក្រហមបានដូចគ្នាអញ្ចឹងយើងឧទាហរណ៍ប៉ុណ្្នឹងទេ